សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Enemy Story KH ថ្ងៃនេះខ្ញុំមានរឿងមួយយកមកសម្រាប់ជូនអ្នកទាំងអស់គ្នាទស្សនាដែលមានចំណងជើងថាព្រះនាងនឹងការធ្វើទរណកម្មដ៏ចម្លែកចង់ដឹងថាតើការធ្វើទរណកម្មនឹងចម្លែកមិនវិញតោះមកទស្សនាការសម្ដែងរបស់ខ្ញុំទាំងអស់គ្នារឿងយើងចាប់ផ្ដើមឡើងជាមួយនឹងព្រះនាងដ៏ស្រស់ស្អាតម្នាក់ដែលជាមេបញ្ជាការកងពលទី3នៅក្នុងព្រះរាជវាំងមួយព្រះនាងមិនមែនតែសម្រស់ទេខាងគុនដែរក៏ព្រះនាងខ្លាំងដូចគ្នាតែព្រះនាងមានដៃស័ក្តិសិទ្ធិមួយឈ្មោះថាអិចដែលតែងតែកំដរទ្រង់កន្លងមកតែស័ក្តិសិទ្ធិនេះមានសមត្ថភាពអាចនិយាយភាសាមនុស្សបានយើងឃើញថាមានកងទ័ពម្នាក់បានបរិយាប្រាប់ព្រះនាងថាបិសាចវាបានមកដល់ហើយព្រះនាងរបស់យើងមានភាពក្លាហានមែនទែនទ្រង់បានកាន់ដាវសម្ដេចឈ្មោះទៅរកបិសាចនោះហើយបានកាប់សម្លាប់បិសាចនោះតតែបាត់បង់ជីវិតតែម្ដងយើងឃើញថាព្រះនាងយើងទទួលបានការអបអរសាទរពីកងទ័ពជាច្រើននៅក្នុងជ័យជំនះមួយនេះវ៉ាវឡយបដ យ ការធ្វើសង្គ្រាមជាច្រើនដងរវាងកងទ័ពព្រះនាងនិងពួកបិសាចចុងក្រោយព្រះនាងក៏ត្រូវស្ដេចបិសាចចាប់ខ្លួនបានហើយក៏យកមកដាក់ឃុំក្នុងបន្ទប់ងងឹតស្លុបមួយជាមួយនឹងដៃស័ក្តិសិទ្ធិដែលមានឈ្មោះថាអិចនោះផងដែរនារីដែលដើរមកជាមួយនឹងកងទ័ពបិសាចនោះមានឈ្មោះថាថតូរ៉ាដែលជាមេស៊ើបអង្កេតរបស់ស្ដេចបិសាចថតូរ៉ាមកនេះគឺដើម្បីធ្វើទរណកម្មទៅលើព្រះនាងព្រោះគោលបំណងរបស់ស្ដេចបិសាចគឺចង់ដឹងពីអាថ៌កំបាំងឬគ្រឿងសម្ងាត់នៅក្នុងរាជវាំងនឹងឯងតូទូរ៉ាបានសួរទៅកាន់ព្រះនាងថាតើព្រះនាងមិនព្រមប្រាប់ពីការសម្ងាត់ក្នុងរាជវាំងទេតើមែនទេហើយពេលនោះដែលឈ្មោះអិញបានតបជំនួសព្រះនាងវិញថាព្រះនាងជាបុត្រីស្ដេចនិងជាមេបញ្ជាការកងពលទី3ទ្រង់គ្មានថ្ងៃហាមមកនិយាយរឿងសម្ងាត់ក្នុងវាំងជាដាច់ខាតតូទូរ៉ាញញឹមបែបមានល្បិចហើយក៏និយាយវិញថាអញ្ចឹងសូមទោសផងដែលត្រូវធ្វើបែបនេះប៉ុន្តែចាប់ពីថ្ងៃនេះទៅយើងនឹងចាប់ផ្ដើមធ្វើទរណកម្មទៅលើព្រះនាងហើយព្រះនាងយើងក៏តបទៅវិញថាទោះត្រូវគេកំទេចជាបំណែកក៏ខ្ញុំមិនហាមមកនិយាយដែរការធ្វើទរណកម្មក៏បានចាប់ផ្ដើមតូទូរ៉ាបានត្រៀមអាវុធរួចជាស្រេចដើម្បីធ្វើទរណកម្មលើព្រះនាងជាធម្មតាអាវុធដែលយកមកធ្វើទរណកម្មគឺសុទ្ធតែជាអាវុធសាហាវទៅហើយប៉ុន្តែក្នុងរឿងនេះគេបែរជាយករបស់ញ៉ាំមកធ្វើទរណកម្មព្រះនាងទៅវិញអាវុធដែលតូទូរ៉ាយកមកធ្វើទរណកម្មលើព្រះនាងគឺជានំប៉័ងអាំងសោះដែលជាអិចបានសើចចំអកទៅកាន់តូទូរ៉ាថាមិនបានជាយកចំណីកូនក្មេងមកធ្វើទរណកម្មវិញគិតថាព្រះនាងកូនក្មេងមែនតូទូរ៉ាមិននិយាយច្រើនក៏យកនំប៉័ងមកទំពាមុខព្រះនាងរបស់យើងចាប់ផ្ដើមប្រែទឹកមុខភ្លាមដែលជាអិចក៏បានស្រែកថាព្រះនាងរបស់យើងបានភ្ញាក់ហើយតបទៅកាន់អិចវិញថាអិចកុំយកច្រឡំខ្ញុំមិនបានចាញ់បោកទេគ្រាន់តែមើលទៅនំប៉័ងវាទំនងឆ្ងាញ់អិចក៏បានស្រែកទៀតថាព្រះនាងទឹកមាត់ហោហើយសំឡេងកាច់នំប៉័ងក៏បន្លឺឡើងជប់សិនខ្ញុំចុះចាញ់ហើយខ្ញុំព្រមប្រាប់ការសម្ងាត់ហើយសុំតែនំប៉័ងមួយចំណិតមកបានហើយបាទគឺថាព្រះនាងយើងមានជាការចោះចាញ់ហើយដែលជាអិចក៏មានជាការហួសចិត្តជាមួយព្រះនាងដូចគ្នាពួកគាត់ខំប្រាប់ផងអីផងតែចុងក្រោយព្រះនាងយើងនៅតែចាញ់ចឹងលទ្ធផលព្រះនាងយើងចោះចាញ់ហើយពួកបិសាចមិនមែនឲ្យនំប៉័ងតាមព្រះនាងមកចំណិតទេថែមទាំងជប់លៀងឲ្យព្រះនាងញ៉ាំអស់ឆ្អែតហ្មងនៅក្នុងបន្ទប់តូទូរ៉ាត្រូវបានគេប្រាប់ថាព័ត៌មានដែលទទួលបានពីព្រះនាងនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេចឹងហើយត្រូវធ្វើទរណកម្មព្រះនាងបន្តទៀតវ៉ាវជំនឿថាព្រះនាងនឹងត្រូវគេធ្វើទរណកម្មមួយទៀតតោះម្ដងនេះតូទូរ៉ាបានយកនំតាកូយ៉ាគីដែលបកជាខ្មែរហៅថានំដុំមឹកយកមកធ្វើទរណកម្មព្រះនាងម្ដងព្រះនាងបានប្រាប់ទៅដៅអិចវិញថាទោះយកអីមកក៏ព្រះនាងលែងចាញ់បោកទៀតដែរប៉ុន្តែនៅពេលដែលតូទូរ៉ាបង្ហាញនំតាកូយ៉ាគីមកព្រះនាងយើងក៏ចាប់ផ្ដើមអង្គុយអង្គើចិត្តតែម្ដងហើយក៏ត្អូញតាំងពីតូចមកខ្ញុំបានត្រឹមតែមើលគេញ៉ាំវាតាមមកអួចរាជវាំងក្នុងថ្ងៃបុណ្យទានឃើញអ្នកស្រុកញ៉ាំជុំគ្រួសារបងប្អូនសង្សារខ្ញុំចំណែនពួកគេណាស់តូទូរ៉ាឃើញឱកាសល្អក៏បានឌឺទៅវិញថាសាក់តិចអីដើរយើងព្យាយាមខាត់ដែរតែគ្មានប្រយោជន៍ទេព្រោះព្រះនាងញ៉ាំពេញមាត់បាត់ទៅហើយលទ្ធផលព្រះនាងព្រមចុះចាញ់ម្ដងទៀតហើយអានេះតដើរយើងឯងខំខាត់ផងអីផងតែចុងក្រោយនៅតែព្រះនាងយើងចុះចាញ់អត់ដែរលុះមកដល់ពាក់កណ្ដាលត្រៀនតូទូរ៉ាក៏បានមកធ្វើទរណកម្មព្រះនាងម្ដងទៀតយីសាហាវហ្មងផងអត់ឲ្យព្រះនាងដេកអីសោះហ្មងតូទូរ៉ាយើងដោយលើកនេះតូទូរ៉ាបានយកស៊ុបរ៉ាមែនដែលនៅខ្មែរយើងហៅស៊ុបមីស៊ុបសាច់គោស៊ុបអីហ្នឹងស៊ុបមីគោអីហ្នឹងតែគាត់ថានៅជប៉ុនគេធ្វើបែបផ្សេងអញ្ចឹងណាយកមកធ្វើទរណកម្មម្ដងទៀតអីយ៉ាលើកនេះសុទ្ធតែរបស់ញ៉ាំហ្មងព្រះនាងគិតថាគេមិនឲ្យដេកប៉ុន្តែទ្រង់ជាអ្នកជំនាញអត់ងងុយស្រាប់ទៅហើយព្រោះអីធ្លាប់ឆ្លងកាត់ការលេងហ្គេមជាប់គ្នា 3-4 ថ្ងៃក៏អត់បញ្ហាអូដូចអ្នកមើលដែរអ្នកមើលលេងហ្គេម 3-4 ថ្ងៃជាប់គ្នាដែរនោះ admin អញ្ចឹងដែរនឹងភ្នែកដូច Panda ប៉ុន្តែអ្វីដែលនៅចំពោះមុខគឺ ramen ដែលជាស៊ុបមីនឹងឯងស៊ុបមីមួយចានយ៉ាងធំដែលកំពុងហុយផ្សែងឈ្ងុយហ្មងអិចដែលជាដែរបានប្រាប់ទៅកាន់ព្រះនាងដែរថាអាហារបែបនេះញ៉ាំពេលយប់មិនល្អសម្រាប់សុខភាពទេព្រះនាងយើងបែរជាតបទៅវិញថា
chẳng hơi chiết đây là khai này cho chất đây nhà mì dùng chữ chiều sẽ mì cục bè admin có cho chất đây mì cục nhằm tôi chữ cục lên tập trong khơi phần niềng dương của ban cho tranh và đồng tiền anh tại đây dương tê không tăng khoa phần niềng là hot tại phần niềng dương ở bên sạp tê tại đọc xa với đọc xa mà buồn phần niềng coi nhầm từ mình có đầy sọc rồi rượu tạch tạch thà ngày đi bạn nhầm nồng băng bạn nhầm ta câu việc y hay là lớn mà nhầm sụp tiệt ô cái đầy sọc lắng nè ok nên tao có này phiền mùi dương của bạn tao tìm bị chọc đây rồi dương khanh tha mà phiền mùi nít phần niềng dương cho tranh được tới để sao ta là bỏ nhầm thằng o chăm mơ mới tha ta phí phí phần niềng dương cho tranh để xài tiếp complete tầm nanនៅវីដេអូក្រោយណាហើយបើសិនជាចូលចិត្ត complete like subscribe ខ្ញុំម្នាក់មួយផងអរគុណបាយបាយ